area សំខាន់មួយទៀតនៅក្នុងការរៀបចំប្រតិបត្តិការ hotel បាទគេហៅថា front of the house បាទ front of the house មានផ្នែកសំខាន់អ្វីខ្លះបាទទី1យើងមានផ្នែក housekeeping បកប្រែភាសាខ្មែរគេហៅថាផ្នែកគេអាកិច្ចបាទទី2គេហៅផ្នែក front office បាទបកប្រែភាសាខ្មែរគេហៅថាផ្នែកការិយាល័យជួរមុខការទំនាក់ទំនងជាមួយនឹងភ្ញៀវបាទជាទូទៅនៅពេលដែលម្ចាស់សណ្ឋាគារមានការរៀបចំរចនាសម្ព័ន្ធត្រឹមត្រូវច្បាស់លាស់មានការរៀបចំផ្នែកនីមួយៗខ្ញុំជឿថាការផ្ដល់សេវាកម្មដ៏ល្អឥតខ្ចោះជាពិសេសការបម្រើសេវាកម្មម្ហូបអាហារពេលត្រជាក់ការស្នាក់នៅទៅឲ្យភ្ញៀវនឹងប្រកាសជាភ្ញៀវពេញចិត្តជាមិនខានបាទជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់ The Live Show សមាជិកជីវិតជួបជាមួយខ្ញុំរងទៀតសមាជិកជីវិតបាទពាក់ព័ន្ធជាមួយនឹងការចែករំលែកបទពិសោធន៍ចំណេះដឹងក្នុងជីវិតការងារវិញម្ដងទៀតហើយដោយមានការសនំពោជាមួយនឹងក្រុមផ្នែកធនធានមនុស្សដែលខ្ញុំបានស្គាល់ជាពិសេសមានបេក្ខជនមួយចំនួនបានសួរខ្ញុំឲ្យខ្ញុំធ្វើវីដេអូនេះឡើងដើម្បីចែករំលែកអំពីបាទតើរចនាសម្ព័ន្ធអ្វីខ្លះតើមានផ្នែកអ្វីខ្លះដែលគេរៀបចំឡើងនៅក្នុងដំណើរការសណ្ឋាគារការធ្វើវីដេអូនេះគឺជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំមានបទពិសោធន៍នៅក្នុងការរៀបចំក្នុងការ set up pre-planning អូតាជាច្រើននៅក្នុងប្រទេសខ្មែររបស់យើងហើយខ្ញុំពេញចិត្តសប្បាយចិត្តនឹងចែករំលែកជូនបងប្អូននៅក្នុង The Live Show សមាជិកជីវិតបាទដោយបងប្អូនបានដឹងហើយថាវិស័យសណ្ឋាគារគេហៅថា hospitality industry ហ្នឹងវិស័យឧស្សាហកម្មបណ្ឌិតសណ្ឋាកិច្ចបាទដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយជំរុញសេដ្ឋកិច្ចប្រទេសខ្មែររបស់យើងទទួលបានការរីកចម្រើនបាទជាទូទៅនៅពេលដែលម្ចាស់សណ្ឋាគារមានការរៀបចំរចនាសម្ព័ន្ធត្រឹមត្រូវច្បាស់លាស់មានការរៀបចំផ្នែកនីមួយៗខ្ញុំជឿថាការផ្ដល់សេវាកម្មដ៏ល្អឥតខ្ចោះជាពិសេសការបម្រើសេវាកម្មម្ហូបអាហារពេលត្រជាក់ការស្នាក់នៅទៅឲ្យភ្ញៀវនឹងប្រកាសជាភ្ញៀវពេញចិត្តជាមិនខានបាទដូច្នេះការរៀបចំផ្នែកទាំងអស់នោះហើយគឺជាសរសៃឈាមក៏ដូចជាក្បាលម៉ាស៊ីនដែលរៀបចំដំណើរការឲ្យសណ្ឋាគារទទួលបានលទ្ធផលល្អប្រសើរបាទមានន័យថាផ្នែកទាំងអស់នោះធ្វើការទំនាក់ទំនងគ្នាល្អយ៉ាងប្រសើរបាទដែលមិនអាចខ្វះបានដើម្បីបម្រើសេវាកម្មបែបណាដ៏ល្អឥតខ្ចោះបែបណាទៅឲ្យភ្ញៀវបាទនៅក្នុងផ្នែកសណ្ឋាគារគេហៅថា guest គេហៅថាភ្ញៀវបកប្រែភាសាខ្មែរបាទនៅក្នុងការរៀបចំរចនាសម្ព័ន្ធរបស់សណ្ឋាគារនីមួយៗហ្នឹងគឺទៅតាមលក្ខណៈរបស់សណ្ឋាគារផងដែរទីរសណ្ឋាគារផ្កាយ4ឬក៏ផ្កាយ5ដូច្នេះពាក់ព័ន្ធជាមួយផ្នែកធនធានមនុស្សក៏ត្រូវគិតគូរក៏ដូចជារៀបចំ planning ឲ្យបានច្បាស់លាស់រចនាសម្ព័ន្ធឲ្យបានច្បាស់លាស់តើមានផ្នែកសំខាន់អ្វីខ្លះដែលជួយឲ្យផ្នែកសណ្ឋាគារនឹងទទួលបានជោគជ័យដំណើរការល្អប្រសើរតាមរយៈបទពិសោធន៍ផ្ទាល់របស់ខ្ញុំធ្លាប់ set up អូតាជាច្រើននៅក្នុងប្រទេសខ្មែររបស់យើងតាំងពី pre-planning period បាទជាទូទៅសណ្ឋាគារយើងមានផ្នែកទាំងអស់10បាទ8ឬក៏10ទៅតាមលក្ខណៈអូតានីមួយៗទៅផ្កាយ4ឬក៏ផ្កាយ5បាទនៅក្នុងការបែងចែកផ្នែកនីមួយៗហ្នឹងជាទូទៅគេបែងចែក area ទី2 area ទី1គេហៅថា front of the house area ទី2គេហៅថា back of the house តើ front of the house មានផ្នែកសំខាន់អ្វីខ្លះបាទនៅក្នុង area back of the house យើងមានផ្នែកសំខាន់4បាទផ្នែកទី1គេហៅថាផ្នែក HR បាទបកប្រែភាសាខ្មែរថាផ្នែកធនធានមនុស្សបាទផ្នែកទី2គេហៅថាផ្នែក finance បកប្រែភាសាខ្មែរហៅថាផ្នែកហិរញ្ញវត្ថុបាទផ្នែកទី3គេហៅថាផ្នែក sales marketing បកប្រែភាសាខ្មែរហៅថាផ្នែកភ្នាក់ហើយផ្នែកទីផ្សារផ្នែកទី4គេហៅថា executive office បាទបកប្រែភាសាខ្មែរគេហៅថាផ្នែកការិយាល័យប្រតិបត្តិបាទនៅក្នុងផ្នែកហ្នឹងមានជាទូទៅមាន GM មាន managing director លក្ខណៈទៅបាទជាពិសេស level top management area សំខាន់មួយទៀតនៅក្នុងការរៀបចំប្រតិបត្តិការ hotel បាទគេហៅថា front of the house បាទ front of the house មានផ្នែកសំខាន់អ្វីខ្លះបាទទី1យើងមានផ្នែក housekeeping បកប្រែភាសាខ្មែរគេហៅថាផ្នែកគេអាកិច្ចបាទទី2គេហៅផ្នែក front office បាទបកប្រែភាសាខ្មែរគេហៅថាផ្នែកការិយាល័យជួរមុខការទំនាក់ទំនងជាមួយនឹងភ្ញៀវបាទផ្នែកទី3គេហៅថា engineering and maintenance បាទបកប្រែភាសាផ្នែកវិស្វករនិងថែរក្សាថែទាំយ៉ាងទៅនៅក្នុងប្រតិបត្តិការរបស់សណ្ឋាគារផ្នែកទី5គេហៅថា food and beverage បកប្រែភាសាខ្មែរគេហៅថាផ្នែកម្ហូបអាហារនិងភេសជ្ជៈផ្នែកទី6គេហៅថាផ្នែក kitchen បាទបកប្រែភាសាខ្មែរគេហៅថាផ្នែកផ្ទះបាយបាទផ្ទះបាយបាទដូច្នេះក្នុងការរៀបចំដំណើរការប្រតិបត្តិសណ្ឋាគារតាមស្តង់ដារអូតាផ្កាយ4ផ្កាយ5ជាទូទៅមានផ្នែកទាំងអស់ហ្នឹងដែលខ្ញុំបានជំរាបជូនបងប្អូនហ្នឹងគេហៅថាផ្នែក back of the house និង front of the house បាទមួយវិញទៀតបងប្អូនខ្ញុំបានចែករំលែកជូនបងប្អូនអំពីបទពិសោធន៍ចំណេះដឹងឱកាសការងារជាច្រើនដែរនៅក្នុង The Live Show សមាជិកជីវិត
នៅក្នុងវីដេអូនេះខ្ញុំមានឱកាសការងារច្រើនដែរពាក់ព័ន្ធជាមួយផ្នែកសន្តាគារផ្នែកបណ្ដេញស្ថានកិច្ចខ្ញុំបច្ចុប្បន្ននេះខ្ញុំត្រូវការផ្នែកដូចជា Food and Beverage Manager ខ្ញុំត្រូវការផ្នែក Sales Marketing Executive ខ្ញុំត្រូវការផ្នែកគេហៅផ្នែក Kitchen ផ្នែកជាច្រើនអ្នកបាទដូចជា Demi Chef, Chef de Partie, Sous Chef និង Executive Chef បាទបើសិនណាបងប្អូនចាប់អារម្មណ៍ជាមួយឱកាសការងារហើយបើសិនណាបងប្អូនចង់ធ្វើការនៅក្នុងវិស័យបណ្ដេញស្ថានកិច្ចផ្នែកដែលខ្ញុំបានជំរាបជូនបងប្អូនហ្នឹងបងប្អូនកុំភ្លេចតាក់ទងខ្ញុំនៅក្នុង The Life Show សមាជិកអរគុណច្រើនបងប្អូនជួបបងប្អូននៅក្នុងវីដេអូថ្មីបន្ថែមទៀត The Life Show សមាជិក